cao cuối nào là dương mới tới khỏi cho chuyện kề ở xong vậy món cứ nghe đây đấy Portugal mà môn là cái tham World Cup thật đặt play Portugal คือแสดงออกเนี่ยซอยซาโกมาออกสายพอดคาสคือไปเป็นเซี่ยวจนรวมแต่ดาว Li Heng nhóm nhà phu ห่างไงนี่ยังจะนิยมปี World Cup ปีความเพย์ผมมวยเดี๋ยวสัปดาห์ผมทดลองแต่ดาวบ้านมันตัดจี ปีแบบแต่เท่าไอ้การคุยกับเมียนเฉินกรอบบ้านกับเมียนเฉินเมียนครบอารมณ์จุดนั้น World Cup นั้นไม่ยอมมอง giống ca mà cua đôi không World Cup năm đi cứ lỗ mơ chởn thấy ở lấy xua tha che mà không pi bay bạc cua nó mệt đai sờ bái đi còn để ta thưa cho họ chân đi còn ពីមានច្រើនអារម្មណ៍មែនតើតង់សុបាយ giống print mà cũng vai mà តង់សុបាយតង់ខកចិត្តតង់ហួសចិត្ត ភាសាឆ្នាំនេះគឺពិសេសមាន48ប្រទេសមានប្រទេសតូចៗដែលគាត់មកលេង World Cup ជាលើកទី1មានច្រើនដូចជាកូរ៉េខៅដូចជា Cape Verde ហេព្រីហ្នឹងគឺជាលើកទី1របស់គាត់ហើយតែគាត់ធ្វើបានល្អអត់ បានល្អ ខ្លះបានល្អខ្លះបានល្អបានហ្នឹងហើយតែគឺថាអីដែលសំខាន់គឺគាត់វាហាងគឺជាឱកាសដ៏ល្អមួយសម្រាប់ប្រទេសជាតិរបស់គាត់យើងគឺយើងឃើញ fan របស់គាត់សប្បាយខ្លាំងហ្មងអត់យកខ្វល់តែចាញ់បានសំខាន់បានលេងបានហូរពេលតែក្រុមខ្លួនឯងចូល គេហៅថាបានតត អតិពលដែលបានតគឺធ្វើឲ្យមនុស្សមានគ្រប់អារម្មណ៍ ហ្នឹងហើយអញ្ចឹងយើងសួរហ្មងទៅថាក្នុងមកប្រកួតទាំងអស់ហ្នឹងយើងបានមើលច្រើនហើយប្រកួតណាខ្លះដែរគេថាយើងចាប់អារម្មណ៍ជាងគេ ចំពោះខ្ញុំវិញមាន2ចំណែកមានហូឡង់ប៉ះជាមួយនឹង Sweden ដែលដាក់ 5-1 គឺជាលទ្ធផលខ្ញុំទៅសាមមិនដល់ទេ Sweden ក៏ល្អដែរអាស៊ីរបស់យើងវិញ South Korea គាត់ comeback ជាមួយនឹង Czech 2-1 ចុងស្ថិតការប្រកួតល្អមើលអញ្ចឹងអ្នកនរគ្នា World Cup មើលការប្រកួតណាក៏ល្អមើលដែរគ្នាទៅ បើប្រទេសសម្រាប់ខ្ញុំសម្រាប់ថាប្រទេសដែលលេចធ្លោបាទមានជប៉ុនហ្មងខ្ញុំចាប់អារម្មណ៍ជប៉ុនជាងគេមានប្រទេសច្រើនដែលល្អក៏ប៉ុន្តែជប៉ុនគឺចេញមកពីអាស៊ីវិញយើងហើយមើលជប៉ុនគឺលេងល្អណាជាមួយហូឡង់ហើយហូឡង់មិនអត់ការពារតាន់ណាហើយហូឡង់ហ្នឹងគឺនៅពេលណាដែលយើងរំពឹងថាគាត់មិនកើតគឺគាត់កើតហ្មងគឺគាត់លេងល្អហ្មងតែជប៉ុនអាចលេងមួយគាត់ស្មើបានហើយឥឡូវទំដាក់មួយយ៉ាងគេទូនីសៀជួយតែជប៉ុនល្អមែនជប៉ុន comeback មួយហូឡង់ទៅណា comeback អត់ដូចជាហូឡង់ពីចង្អាយមកបាទនិយាយទៅខ្ញុំគិតថាជប៉ុនណាជាក្លឹបជាប្រទេសដែលមកពីអាស៊ីរបស់យើងខ្ញុំជឿថាគាត់នឹងអាចមានឱកាសឡើងទៅដល់16ក្រុមឬ8ក្រុមចុងក្រោយជាអាស៊ានអញ្ចឹងព្រោះជប៉ុនខំលេងព្រោះជប៉ុនមានឆន្ទៈខ្ពស់ជប៉ុនខំមែនទេចុះប្រទេសណាដែលយើងមើលទៅឬក៏កៅគួរណាដែលយើងមើលទៅខកចិត្តជាងគេ ហើយសុំនិយាយហ្មងគឺនេះទេ Portugal មកមុននឹងគេថា World Cup សិតដាក់ play Portugal ជាលទ្ធផលដែលយើងនឹកស្មានមិនដល់ទេបាទគឺមួយស្មើជាមួយនឹង Congo ហើយមិនធម្មតាអីបើថាមួយស្មើហើយប៉ុន្តែគាត់ជួយយើងបុកអត់ចូលសយអីចឹងខ្ញុំអត់ថាអានេះគឺលេងតម្រង់ចឹងមកគឺអវិជ្ជមានយកហ្មងគឺអត់កើតតម្រង់លេងមើលទៅដូចអត់យល់គ្នាសម្រាប់យើងទាំងអស់គ្នាអ្នកណាក៏ដឹងថាប៉កលកាគឺមានក្រុមរបស់គាត់គឺល្អទាំងអស់មិនថា goal មិនថាខ្សែការពារខ្សែបម្រើស្លាប់ប្រយុទ្ធទេគូល្អទាំងអស់មុននឹងចាប់ផ្ដើម World Cup គឺយើងរំពឹងខ្ពស់លើប៉កលកាក៏ប៉ុន្តែនៅពេលដែលលេងចាក់ស្ដែងគឺយើងថាមើលពួកគាត់ទៅលេងដល់អត់យល់ចិត្តគ្នាអត់យល់ពីគ្នាសោះតែម្ដង អញ្ចឹងឲ្យតែមាន World Cup គឺនៅតែមានរឿងផ្លាយច្រើនតែថាអីពិភពលោកចាំមើលអញ្ចឹងវាមានរឿងផ្លាយច្រើនដូចជាគេ Mexico ហើយជាមួយនឹង South Korea គេថា the unexpected friendship រវាង fan អាហ្នឹងគឺពួកគាត់ខំជាមួយគ្នាក៏សប្បាយជាមួយគ្នាមុនការប្រកួតគឺគាត់ហមខ្ញុំឃើញថាគាត់ដូចបងប្អូនគ្នានឹងស្គាល់មកពីណាចឹងគេថាគាត់ផ្លាស់ប្ដូរវប្បធម៌គ្នាទៅហើយបើសិនជាអ្នកនរគ្នាចង់ដឹងច្បាស់អាចទៅ search មើលបាននឹងឃើញការស្និទ្ធស្នាលរបស់ពួកគាត់គឺកាន់តែស្និទ្ធស្នាលបាទហើយល្អមើលយើងឃើញថា Mexico គឺគាត់រំកំណាំ style ចឹងទៅ fan កូរ៉េគឺគាត់ពាក់មួក Mexico គាត់ញ៉ាំតាកូអីចឹងទៅធ្វើឲ្យយើងថា wow នេះគឺជា power of friendship power of football ដែលធ្វើឲ្យយើង unite ក្នុងផ្លូវតែមួយចឹងអ្នកនរគ្នាសម្រាប់ World Cup 2026នេះគឺយើងទទួលបានគ្រប់អារម្មណ៍យើងហ្មងសប្បាយចិត្តអីគេប្រទេសយើងកំពុងតែឈ្នះអាសង់ទិញ 3-0 អាយូរ៉េចឹងទៅជប៉ុន 4-0 ខកចិត្តដូចជាអីគេ Portugal និយាយទៅខកចិត្តខ្លាំងមែន Portugal surprise អារម្មណ៍ surprise គេ Cape Verde ពីស្មើ Uruguay 0 ស្មើជាមួយនឹង Espagne គេចឹងអ្នកនរគ្នាសម្រាប់ World Cup 2026នេះគឺយើងទទួលយកគ្រប់អារម្មណ៍ជាមួយនឹង Coca-Cola ហើយតែពិសេសសម្រាប់ឆ្នាំនេះ Coca-Cola គឺគាត់ចេញ12 limited edition can គ្រប់ពី10ប្រទេសហ្នឹងសិតតែទាំងអស់អ្នកនរគ្នាគ្រប់គ្រងប្រទេសណាកុំភ្លេចយកទៅផឹកប្រទេសហ្នឹងផឹក Coca ប្រទេសមួយណាខ្ញុំអីដំបូងខ្ញុំរៀងចូលចិត្ត
ជប៉ុនឬក៏បារាំងអីចឹងណាតែឥឡូវខ្ញុំចូលចិត្តមេស៊ីកូដោយសារតែយើងចូលចិត្តគេថាភាព friendly របស់គាត់ណា សម្រាប់ខ្ញុំចូលចិត្តជប៉ុនព្រោះជប៉ុនស៊ូតាន់ហើយខំប្រឹងមែនតើ ទៅពីដល់កំពង់របស់ Coca-Cola នេះសិតតែមាន unique design ទាំងអស់តែគាត់ design ប្លែកៗគ្នាគ្រប់ប្រទេសអញ្ចឹងហើយខ្ញុំឃើញថាប្រទេសដែលលោជាងគេដែលស្អាតជាងគេគឺអាមេរិកឬក៏បារាំងនឹងហើយ design អីមែនដែរគឺអ្នកនរគ្នា complete បង្កើតមិត្តភាពជាមួយនឹង Coca-Cola នេះខ្ញុំឃើញថាចេះ Coca មែនតែអាចបង្កើតមិត្តភាពបានព្រោះបើសិនជាយើងយក Coca ទៅ ឃើញ fan កាន់ដូចគ្នាអញ្ចឹងយើងអាចទៅជុលជាមួយគាត់បានហ្នឹងបង្កើតមិត្តភាពឬមួយក៏យើងអត់ឃើញគាត់មានអីទេយើងសួរគាត់ទៅបង fan អីគេដែរខ្ញុំ fan បារាំងហើយបារាំងឲ្យគាត់មួយទេយើងបង្កើតទំនាក់ទំនងមួយគាត់កញ្ញាជាដើមអញ្ចឹងកញ្ញាបរោះហើយហ្នឹងយើងឃើញអសងទីដូចគ្នាយើង friend មួយគ្នាយើងមួយគ្នា នេះគឺជាឱកាសរបស់យើងហើយ Coca-Cola គឺជាដៃគូផ្លូវការរបស់ FIFA World Cup 2026គឺធំមែនទែនអ្នកនរគ្នាហើយ of course Coca-Cola អ្នកនរគ្នា complete ចង់បានប្រទេសមួយណាអ្នកនរគ្នាជាវផឹកប្រទេសមួយហ្នឹងទៅ អញ្ចឹងនៅក្នុងអេពីសូតទី1នេះពួកយើងធ្វើការ reaction ទៅលើការប្រកួតរវាងបារាំងជាមួយនឹង Senegal ចុះអរគុណទៅកាន់ហងមានមែនតើដែលគាត់ផ្ដល់ clip ជា highlight មកឲ្យយើងមើលតែម្ដងមក Senegal អូដាច់នេះឡើយនេះមួយជើងអូនេះតោះ gol សើមែន អត់ទេលក្ខណៈថាឡងមកហេងដែលអត់ឡងចូល goal ណា មែនទេឡងបុក goal ណាចូលហៅអូន goal Senegal លូកល្អមកអូអត់ប្រាំប៉ះសិនកាលងមើលមែនស្ដាយអត់បានមើលបាទចឹងអរនេះ complete តាមដាក់អេពីសូតក្រោយៗរបស់ Offside Podcast ហើយ Coca-Cola ផង and we will see you next week or this week hopefully អ្នកនរគ្នា